ចាសួស្តីថ្ងៃនេះយើងចូលមេរៀនសិលធម៌នៅក្នុងការជីវិតផ្លូវភេទដដែលមេរៀនទី6ការសម្រេចចិត្តជំនាញចរចានិងបដិសេធអញ្ចឹងនៅមេរៀនមុនយើងនិយាយអំពីការមេរៀនដែលយើងត្រូវចងចាំការបដិសេធនៅការប៉ះពាល់មិនប្រក្រតីហើយចាអញ្ចឹងថ្ងៃនេះយើងចូលមេរៀនបន្ថែមទៀតអញ្ចឹងយើងត្រូវដឹងថាការសម្រេចចិត្តធ្វើអីមួយហើយនឹងការបដិសេធហ្នឹងតើមានន័យយ៉ាងម៉េចចាអញ្ចឹងចំណុចទី1និយាយអំពីការសម្រេចចិត្តអញ្ចឹងនៅក្នុងការសម្រេចចិត្តនេះយើងអាចសម្រេចចិត្តដែលមិនធ្វើឲ្យប៉ះពាល់ដល់អនាគតនិងទី2គឺការប៉ះពាល់ដែលធ្វើឲ្យប៉ះពាល់ដល់អនាគតអញ្ចឹងចំណុចទី1ដែលមិនប៉ះពាល់ដល់អនាគតអត់សំខាន់ទេយើងធ្វើខុសហើយយើងអាចធ្វើឡើងវិញម្ដងទៀតប៉ុន្តែចំណុចទី2ដែលយើងប៉ះពាល់អនាគតហ្នឹងដោយឧទាហរណ៍ដូចជាការសម្រាប់ចិត្តថារួមភេទឬក៏សម្រាប់ចិត្តថាឈប់រៀនឬក៏សម្រាប់ចិត្តថារាប់អានមិត្តភ័ក្តិមិនល្អអញ្ចឹងក្រោមការសម្រាប់ចិត្តដែលប៉ះពាល់ដល់អនាគតបែបនេះរាល់ការសម្រេចចិត្តយើងត្រូវតែពិចារណាឲ្យបានសពជ្រុងជ្រោយអញ្ចឹងក្នុងការពិចារណាយើងមាន5ចំណុចដែលយើងត្រូវពង្រឹងការពិចារណារបស់យើងចាអញ្ចឹងទី1ជំហានទី1ពិចារណារាល់ជំរឿនទាំងអស់ដែលមានចាគិតទៀតចាជំហានទី2កំណត់អំផលប្រយោជន៍ហើយនឹងគុណវិបត្តិនៃជំរឿននីមួយៗឲ្យប្រុងប្រយ័ត្នតាមួយណាគួរមួយណាមិនគួរចាអញ្ចឹងយើងត្រូវកំណត់អំពីគុណវិបត្តិនៃជំរឿននីមួយៗហ្នឹងដល់ពិចារណាទៅលើគ្រោះថ្នាក់និងផលវិបាកដែលយើងជ្រើសរើសនោះតាមមានផលល្អច្រើនឬក៏តិចរួចហើយកូនត្រូវអ្នកទាំងអស់គ្នាត្រូវតែសេអំពីផលវិបាកដែលកើតឡើងនៅជំរឿននីមួយៗក្នុងបញ្ជីដើម្បីឲ្យយើងពិចារណាឡើងវិញចាអញ្ចឹងចូលដំណាក់ជំហានទី3យើងស្វែងរកព័ត៌មាននិងដំបូន្មានពីមនុស្សដែលយើងទុកចិត្តនៅកន្លែងដែលសមស្របបំផុតចាអញ្ចឹងជំហានទី4ធ្វើការសម្រេចចិត្តអញ្ចឹងយើងត្រូវធ្វើការសម្រេចចិត្តយ៉ាងម៉េចពេលដែលយើងបានចម្លើយរួចរាល់ហើយចាបន្តមកទៀតយើងចូលដល់ជំហានទី5ពិចារណាដំណើរឡើងវិញរាល់ការលើការសម្រេចចិត្តនោះប្រសិនបើចាំបាច់ព្យាយាមនឹងប្រើពេលវេលាបានច្រើនតាមដានអ្នកដែលត្រូវការតាមដើម្បីពិនិត្យមើលថាជំហានទាំងអស់ក្នុងការសម្រេចចិត្តនោះឲ្យបានញឹកញាប់យើងកាន់តែមានអារម្មណ៍រីករាយជាមួយនឹងការសម្រេចចិត្តយើងយើងបានធ្វើឡើងដោយការគិតពិចារណាឡើងល្អិតល្អន់ចាឧទាហរណ៍នៅក្នុងនេះគឺជាការសម្រេចចិត្តរបស់ណាវីដែលគាត់មិនចូលចិត្តញ៉ាំបន្លែទេអញ្ចឹងគាត់ឃើញថានៅក្នុងតារាងនេះជំរឿរបស់គាត់គឺញ៉ាំអាហារចម្រុះមុខអញ្ចឹងផលប្រយោជន៍យើងឃើញមានផលប្រយោជន៍ច្រើនគុណវិបត្តិរបស់គាត់គឺត្រូវការពេលវេលានិងរៀបចំនឹងថាវិការច្រើនដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវអញ្ចឹងក្នុងការសម្រេចចិត្តរបស់ណារីហ្នឹងគាត់ចាប់ផ្ដើមគិតអំពីផលប្រយោជន៍អញ្ចឹងយើងឃើញថាចំណុចផលប្រយោជន៍មានច្រើនចាអញ្ចឹងយើងឃើញថាចិញ្ចឹមអាហាររូបត្ថម្ភគាត់បានត្រឹមត្រូវគ្រប់គ្រាន់គាត់លូតលាស់រាងកាយនិងមានផាសុខភាពមានតុល្យភាពលើរបបអាហារជួយគ្រប់គ្រងដល់រាងកាយនិងការលូតលាស់មានកម្លាំងធ្វើការនិងរៀនសូត្រចាអញ្ចឹងចំណែកគុណវិបត្តិវិញគាត់ត្រូវការពេលវេលារៀបចំនិងថវិកាពេលដែលគាត់មិនបានញ៉ាំវិញតើគាត់នឹងជួបផលវិបាកអ្វីខ្លះបន្ថែមទៀតចាអញ្ចឹងបន្ទាប់ពីឃើញថាការមិនញ៉ាំបន្លែវិញមិនចំណាយថវិកាលើការទិញបន្លែអញ្ចឹងមានតែចំណុចមួយប៉ុន្តែផលវិបាកដែលគាត់ជាប់បន្ទាយហ្នឹងមានឃើញច្រើនណាចារូបរាងកាយគាត់លូតលាស់មិនមានរាងកាយល្អចាចឹងការលូតលាស់គាត់ក៏មិនល្អកម្លាំងគាត់ក៏មិនខ្លាំងការរៀនសូត្ររបស់គាត់ក៏មិនប្រកែកដែរអញ្ចឹងជំហានទី3របស់ណារីហ្នឹងគាត់ចាប់ផ្ដើមរកអ្នកជួយគាត់ហើយអញ្ចឹងមានឪពុកម្ដាយលោកគ្រូអ្នកគ្រូនឹងជាដើមហ្នឹងអញ្ចឹងជំហានទី4អញ្ចឹងណារីសម្រាប់ចិត្តឲ្យសមស្របសម្រាប់អ្នកអញ្ចឹងជំហានទី5គឺគាត់ចាប់ផ្ដើមសម្រាប់ចិត្តថាធ្វើអីដែលមានប្រយោជន៍ច្រើនចាឥឡូវយើងចូលដល់ចំណុចទី2ជំហានចរចានិងជំនាញចរចានិងបដិសេធអញ្ចឹងជំនាញចរចានេះឥឡូវយើងមើលចំណុចជំនាញចរចាអញ្ចឹងយើងត្រូវចរចាយ៉ាងម៉េចដើម្បីគេសមស្របអញ្ចឹងយើងត្រូវយករកហេតុផលបញ្យលភាគីម្ខាងទៀតឲ្យគាត់យល់ព្រមនិងទទួលយកបានទាំងសងខាងមានន័យថាឈ្នះទាំងសងខាងអ្នកអាចព្យាយាមចរចាជាមួយភាគីម្ខាងទៀតបានដែរដោយអ្នកលើកយកនៅគំនិតឬមតិយោបល់ផ្សេងទៀតនិងពិនិត្យថាតើជននោះយល់ស្របចំពោះអ្វីដែលយើងលើកយកមកដែរចាអញ្ចឹងអ្នកត្រូវនិយាយខ្ញុំមិនចង់ធ្វើកិច្ចការផ្ទះឲ្យអ្នកទេប៉ុន្តែយើងអាចធ្វើកិច្ចការផ្ទះនេះជាមួយគ្នាឬនិយាយរួមយើងត្រូវប្រើថាម៉េចភាសាយ៉ាងម៉េចឲ្យគាត់ហ្នឹងស្ដាប់
ពេលដែលស្ដាប់យើងហើយគឺគាត់ក៏ព្រមយើងក៏ព្រមអញ្ចឹងមានន័យថាយើងបានប្រើជំនាញចរចាដោយជោគជ័យចាឧទាហរណ៍មួយទៀតខ្ញុំមិនចង់ធ្វើអញ្ចឹងទេតែយើងអាចធ្វើអ្វីផ្សេងបានទេនៅក្នុងនេះគឺមានហេតុផលជាច្រើនដើម្បីយើងចរចាទាំងជាមួយមិត្តភ័ក្តិទាំងជាមួយឪពុកម្ដាយចាឥឡូវយើងចូលដល់ចំណុចមួយទៀតគឺនិយាយអំពីការបដិសេធមិនយើងចរចាដើម្បីរកភាពឈ្នះនិងឈ្នះឥឡូវយើងបដិសេធអញ្ចឹងពាក្យបដិសេធដែលយើងត្រូវនិយាយហ្នឹងគឺយើងត្រូវតែនិយាយថាពាក្យថាទេជានិច្ចចាប៉ុន្តែមិនមែនទេហើយចប់ទេហើយត្រូវប្រាប់អំពីមូលហេតុចម្បងដែលធ្វើឲ្យអ្នកដែលយើងត្រូវនិយាយនោះអញ្ចឹងកុំខ្មាស់អៀននិងកុំខ្លាចនឹងពាក្យថានិយាយថាទេអញ្ចឹងពាក្យថាទេនឹងគឺជាការគឺដោយសារតែយើងមិនចង់យកចិត្តអ្នកណាឬក៏យើងនឹងបារម្ភអំពីអ្វីដែលកើតឡើងប្រសិនបើយើងបដិសេធចាអញ្ចឹងចំណុចមួយទៀតដែលយើងត្រូវនិយាយថាទេនោះគឺត្រូវនិយាយដោយសភាពរៀបសារចាភាពពិសាប្រសិនបើអ្នកសម្រាប់ចិត្តយកហេតុផលសូមរក្សាការបញ្យល់ឲ្យសាមញ្ញបំផុតចាឧទាហរណ៍ខ្ញុំសំទោសប៉ុន្តែបើធ្វើបែបនេះគឺជាការផ្ទុយនឹងគុណតម្លៃរបស់ខ្ញុំឬខ្ញុំជាប់រវល់ធ្វើអ្វីមួយយ៉ាងផ្សេងទៀតចាអញ្ចឹងនេះគឺជាហេតុផលហើយនឹងគឺជាឧទាហរណ៍ជាច្រើនដែលយើងអាចលើកយកមកប្រាប់បដិសេធជាមួយនឹងដៃគូដែលសន្តានារបស់យើងឬក៏អ្នកដែលមានគំនិតអត់ល្អជាមួយយើងចាអញ្ចឹងទី3យើងនិយាយពីលទ្ធផលនៃការសម្រេចចិត្តអញ្ចឹងមនុស្សខ្លះមានការភ័យខ្លាចនៅពេលសម្រាប់ចិត្តខ្លាចខុសសំបីតែនេះគឺអញ្ចឹងពេលដែលគាត់ខ្លាចខុសហ្នឹងគឺគាត់មានការរារែកក្នុងការសម្រាប់ចិត្តអញ្ចឹងអ្វីដែលសំខាន់ដែលយើងត្រូវជំរើសលើសពីមួយអ្នកអាចធ្វើការពិចារណាមុននឹងសម្រាប់ចិត្តថាមួយណាល្អជាងវាជារឿយយើងមិនមានចម្លើយត្រូវឬខុសទេចំពោះបញ្ហាប្រឈមនៅក្នុងជីវិតអ្នកត្រូវជ្រើសរើសការសម្រេចចិត្តណាមួយដែលល្អបំផុតដោយផ្អែកលើព័ត៌មានបទពិសោធន៍ស្ថានភាពជាក់ស្ដែងនិងសេចក្តីត្រូវការរបស់អ្នកអញ្ចឹងការសម្រេចចិត្តដែលល្អបំផុតគឺឆ្លើយតបទៅនឹងគុណតម្លៃមិនមានហានិភ័យដល់សុខភាពសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃព្រមទាំងមិនរំលោភច្បាប់ចា៎ចំណុចសំខាន់នេះគឺមិនរំលោភច្បាប់អញ្ចឹងជាទីបញ្ចប់យើងមានមេរៀនសង្ខេបដែរនៅក្នុងការសម្រេចចិត្តរបស់យើងអញ្ចឹងក្នុងការសម្រេចចិត្តយើងមាន5ជំហានចា៎មានជំហានទី1ជំហានទី5នឹងដែរចាអញ្ចឹងអាចចំណាយជំនាញចរចានិងបដិសេធហ្នឹងគឺយើងគ្រាន់តែបង្ហាញហេតុផលនិងបញ្យល់ភាគីម្ខាងទៀតឲ្យយល់និងព្រមទទួលយកទាំងសងខាងមានន័យថាគេក៏ព្រមយើងក៏ព្រមចាគឺឈ្នះទាំងអស់គ្នាអញ្ចឹងភាគីដែលជាមួយយើងហ្នឹងគឺយើងប្រកាសជាភាគីខាងទៀតនោះដែរដោយលើកឡើងនៅគំនិតមតិសមស្របចាអញ្ចឹងចំណែកឯការបដិសេធនោះគឺការឆ្លើយតាទេដោយពុំមានអារម្មណ៍ថាខ្លួនមានកំហុសហើយអត់មានថាយើងឆ្លើយចឹងហើយយើងខុសទេចាអញ្ចឹងយើងឆ្លើយដោយមានទំនុកចិត្តបំផុតអញ្ចឹងលទ្ធផលនៃការសម្រេចចិត្តរបស់យើងគឺជាការសម្រេចចិត្តមួយដែលល្អជាងជារឿយទោះបីជាយើងត្រូវអត់ដឹងថានឹងត្រូវឬក៏ខុសក៏ដោយប៉ុន្តែបញ្ហាអ្វីដែលយើងត្រូវដឹងថាតើអ្វីដែលប្រឈមជាមួយនឹងជីវិតយើងជាក់ស្ដែងអញ្ចឹងការសម្រេចចិត្តល្អបំផុតត្រូវផ្អែកលើព័ត៌មានបទពិសោធន៍ស្ថានភាពជាក់ស្ដែងសេចក្តីត្រូវការរបស់អ្នកដែលឆ្លើយតបនឹងគុណតម្លៃមិនមានហានិភ័យចំពោះសុខភាពសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃព្រមទាំងមិនរំលោភច្បាប់ផងដែរ